តាមខ្សែបន្ទាត់ព្រំដែនដែលស្ថិតនៅក្នុងភូមិសាស្ត្រភាគពាយ័ព្យនៃប្រទេសកម្ពុជាភីគីថៃបានបន្តបើកការវាយលុកដោយអាវុធធុនធ្ងន់និងស្រាលជាថ្មីទៀតមកលើទឹកដីកម្ពុជាដែលហេតុការណ៍នេះបានបណ្ដាលឲ្យជនស៊ីវិលអ្នកសារព័ត៌មានប្រសង់និងសិស្សានុសិស្សត្រូវបង្ខំចិត្តផ្លាស់ប្ដូរទីលំនៅភ្លាមៗនិងខ្លះទៀតត្រូវទទួលរងរបួសមានធ្ងន់និងស្រាលព័ត៌មានមិនថានៅលើបណ្ដាញសង្គមនិងកាសែតធំៗនៅលើពិភពលោកទេនៅព្រឹកថ្ងៃទី8ខែធ្នូនេះបានបន្តផ្សព្វផ្សាយពីការវាយលុកដោយយោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជាការវាយប្រហារជាថ្មីទៀតដោយយោធាថៃនេះពួកគេបានប្រើប្រាស់អាវុធគ្រប់ទម្រង់មានធ្ងន់និងស្រាលមិនតែប៉ុណ្ណោះភីគីថៃបានប្រើប្រាស់ផ្សែងពុលនិងយន្តហោះចម្បាំងប្រភេទ F16 ប្រឆាំងលើជនស៊ីវិលរបស់កម្ពុជាថែមទៀតផងអគារកាស៊ីណូនៅច្រកអូស្មាច់ត្រូវខ្ទេចខ្ទាំដោយគ្រាប់ផ្លោងប្រភេទធុនធ្ងន់ផ្លូវគមនាគមន៍និងសាលារៀនត្រូវកាត់ផ្ដាច់និងខូចខាតដោយអន្លើនៅអំឡុងពេលភីគីថៃបាញ់ស្រាវជាឯកតោភីគីនៅថ្ងៃច័ន្ទនេះភ្លាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដោយចាត់ទុកការវាយប្រហារមកលើជនស៊ីវិលកម្ពុជានៅតាមខ្សែបន្ទាត់ព្រំដែនជាលក្ខណៈឯកតោភីគីរបស់ភីគីថៃថាជាការរំលោភបំពានបទឆបាញ់ដែលមិនអាចទទួលយកបានយ៉ាងណាកម្ពុជាមកដល់ពេលនេះបានប្រកាសពីជំហររក្សាភាពអត់ធ្មត់មិនតបតប្រសិនបើការបាញ់ប្រហារលើកនេះរបស់ភីគីថៃនៅមិនទាន់ដល់បន្ទាត់ក្រហមដែលកម្ពុជាបានកំណត់នៅឡើយនោះទេជុំវិញបញ្ហានេះក្រុមមេដឹកនាំជាន់ខ្ពស់កម្ពុជាបានកោះប្រជុំមិនទាន់ភ្លាមស្របពេលកម្លាំងយោធានិងសភាវុធត្រូវគេបញ្ជូនទៅព្រំដែនជាអ្វីដែលកម្ពុជាចាត់ទុកថាជាការការពារខ្លួនប្រឆាំងការឈ្លានពាននិងការបើកការវាយប្រហាររបស់យោធាថៃមកលើកម្ពុជាទាំងគ្មានមូលហេតុនោះចំណែកក្រសួងការពារជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយបញ្ជាក់ថាមាន12គោលដៅដែលក្រមយោធាថៃបានបើកការបាញ់ប្រហារនៅព្រឹកថ្ងៃទី8ខែធ្នូក្នុងនោះរួមមានតំបន់អានសេះប្រាសាទព្រះវិហារប្រាសាទតាមាន់ប្រាសាទខ្នារភ្នំខ្មោចប្រាសាទតាក្របីដំណាក់ស្ដេចស្រុកជាំខ្សានមុំ3គូល8ថ្មដូននិងអូស្មាច់គោលដៅទាំងនេះភីគីថៃបានបន្តប្រើប្រាស់ប្រភេទអាវុធធុនធ្ងន់ដោយបាញ់ផ្លោងបណ្ដាលឲ្យជនស៊ីវិលយោធានិងអ្នកសារព័ត៌មានជាដើមមានស្លាប់និងរបួសជាបន្តបន្ទាប់ក្រៅពីនេះផ្លូវគមនាគមន៍ផ្នែកខ្លះត្រូវថៃបាញ់ផ្ដាច់និងមិនអាចធ្វើដំណើរឆ្លងកាត់បានកុមារត្រូវរត់ភៀសខ្លួនចេញពីសាលារៀនភ្លាមខណៈដែលនៅតាមដងផ្លូវត្រូវកកស្ទះដោយរថយន្តរបស់អ្នកដំណើរដោយភៀសខ្លួនរកទីទួលសុវត្ថិភាពរីឯបណ្ដាញព័ត៌មានក្នុងស្រុករបស់ថៃឯនោះវិញក៏បានរាយការណ៍ពីផែនការរបស់ក្រមយោធានិងក្បាលម៉ាស៊ីនដឹកនាំរបស់រដ្ឋាភិបាលទីក្រុងបាងកកមានលោកអនុធានជាដើមបានសម្រេចនឹងផ្ដល់សិទ្ធិឲ្យក្រមយោធាបើកការវាយប្រហារដោយសភាវុធក្នុងបំណងច្បាមយកទីតាំងមូលដ្ឋានយោធានិងតំបន់គោលដៅសំខាន់ដទៃទៀតរបស់កម្ពុជាដែលកំពុងមានជម្លោះ